នេះគឺជារបៀបបំលែងពីសំឡេងទៅជាអក្សរខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាពីដំណាក់កាលនីមួយៗដំបូងឡើយអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅកាន់ Chrome ឬក៏ Google ដែលអ្នកទាំងអស់គ្នាមាននៅក្នុងទូរស័ព្ទដៃនឹងស្រាប់ហើយអ្នកទាំងអស់គ្នាចុចលើវាមកកន្លែង search ហ្នឹងអ្នកទាំងអស់គ្នាអាចចុចកន្លែង search ហ្នឹងហើយដាក់ថាស្មៀន .ai គឺ search ប៉ុណ្ណឹងដូចខ្ញុំនាំមកអ្នកទាំងអស់គ្នានឹងឃើញហើយថាស្មៀន AI ហ្នឹងគឺវានៅលើគេហ្នឹងហ្មងអ្នកទាំងអស់គ្នាអាចធ្វើការចំណាំ logo នឹងបានដើម្បីជៀសវាងចូលខុស website អ្នកទាំងអស់គ្នាហើយចុចកន្លែងហ្នឹងមកចឹងមកដល់កន្លែងនេះអ្នកទាំងអស់គ្នាអាចហៅប៊ូតុងដើម្បីដូរភាសាបានអ្នកទាំងអស់គ្នាអាចដូរទៅជាអង់គ្លេសឬក៏ខ្មែរហើយអាចចុចដូរ color ទៅខ្មៅឬក៏សទៅតាមការចង់បានរបស់អ្នកទាំងអស់គ្នាចឹងណាចឹងបន្ទាប់មកអ្នកទាំងអស់គ្នាដើម្បីបំលែងបានអ្នកទាំងអស់គ្នាអាចចុចសាកល្បងឥតគិតថ្លៃរយៈពេល15នាទីហ្នឹងមកហើយអ្នកទាំងអស់គ្នាអាចជ្រើសរើសបន្តជាមួយនឹង Google ក៏បានជាមួយនឹង Telegram ក៏បានដែរចឹងខ្ញុំសាកចូលតាម Google ដំបូងហើយបើសិនជាអ្នកទាំងអស់គ្នាចង់រកវិធីសាស្ត្រចូលទៅតាម Telegram ចាំខ្ញុំដាក់មកវីដេអូទៀតបង្ហាញប្រាប់អ្នកទាំងអស់គ្នាចឹងដើម្បីចូលជាមួយនឹង Google យើងចុចបន្តជាមួយ Google ហើយអាចជ្រើសរើស account របស់អ្នកទាំងអស់គ្នាត្រូវតែចាំ password បើភ្លេចចូលអត់បានទេអ្នកទាំងអស់គ្នាចឹងយើងជ្រើស account ដែលយើងកំពុងប្រើនឹងមកហើយអ្នកទាំងអស់គ្នានឹងចូលមកកាន់កន្លែងនេះមួយហើយចឹងដើម្បីឲ្យវាបំលែងទៅជាអក្សរអ្នកទាំងអស់គ្នាត្រូវចាំថា file ដែលអ្នកទាំងអស់គ្នាធ្លាប់ថតទុកហ្នឹងនៅកន្លែងណាចឹងដូចខ្ញុំឥឡូវនេះខ្ញុំនឹងជ្រើសរើស audio ដែលខ្ញុំបានថតទុកពីមុនមកដើម្បីឲ្យវាបំលែងបានចឹងអ្នកទាំងអស់គ្នាអាចជ្រើសរើសតាម photo ក៏បានតាម file ដែលមានស្រាប់ក៏បានដែរចឹងបើសិនជាអ្នកទាំងអស់គ្នាមានជាវីដេអូអាចជ្រើសរើសតាម photo តែបើអ្នកទាំងអស់គ្នាមាន file សំឡេងអាចជ្រើសរើស choose file នេះចឹងអានេះយើងធ្វើការទៅរក file យើងមកខ្ញុំនឹងអាប់ឡូតសំឡេងមួយនេះអាចសាកអាប់ឡូតអានេះវាខ្លីចឹងខ្ញុំសាកអាប់ឡូតសំឡេងដែលមានរយៈពេល11នាទីអ្នកទាំងអស់គ្នាអាចអាប់ឡូតលើសពីនឹងបានពី3ម៉ោងអីបានទៅតាមសំឡេងរបស់អ្នកទាំងអស់គ្នាតែអ្នកទាំងអស់គ្នាអាចនឹងចាំយូរឬក៏ឆាប់ទៅតាមសំឡេងនឹងដែរបើសិនជាសំឡេងអ្នកទាំងអស់គ្នាពី3ម៉ោងចឹងអ្នកទាំងអស់គ្នាអាចចាំកន្លះម៉ោងទៅ1ម៉ោងដើម្បីវាបំលែងទៅជាអក្សរចឹងកន្លែងនេះអ្នកនរគ្នាអាចកាត់ part ណាដែលវាមើលទៅវាមិនសំខាន់ឬក៏អ្នកនរគ្នាអត់ចង់បំលែងចឹងអាចកាត់ចោលបានហើយអ្នកនរគ្នាក៏អាចចាក់ស្ដាប់បានដែរសូមស្វាគមន៍ចំពោះការចូលទស្សនាវីដេអូរបស់ចាក់ស្ដាប់ថាវាត្រូវដូចឲ្យអ្នកនរគ្នាចង់បានអត់ចឹងណាបន្ទាប់មកអ្នកនរគ្នាអាចអស់ចុះក្រោមទៀតហើយកន្លែងនេះគឺការកំណត់ភាសាអ្នកនរគ្នាអាចជ្រើសរើសខ្លួនឯងក៏បានឬក៏ដាក់ auto detect ចឹងទៅវាចាប់ខ្លួនឯងហ្មងហើយប្រភេទការថតនេះអាចជ្រើសរើសបានដូចគ្នាឬក៏អ្នកនរគ្នាអត់ចង់ញញែច្រើនអ្នកនរគ្នាអាចជ្រើសរើសទូទៅចឹងទៅហើយបើអ្នកនិយាយនេះអ្នកនរគ្នាអាចជ្រើសរើសបានថាម៉ានអ្នកចឹងណាប៉ុន្តែបើសិនជាអត់ចង់ជ្រើសរើសទេអ្នកនរគ្នាដាក់ស្វ័យប្រវត្តិចឹងទៅវាចាប់ខ្លួនឯងមកថាមានមនុស្សម៉ានអ្នកនៅក្នុងអង្គប្រជុំហ្នឹងហើយកន្លែងនេះគឺជាកន្លែងសំខាន់បើសិនជាអ្នកនរគ្នាអត់ចង់ឲ្យសំឡេងរបស់អ្នកនរគ្នាត្រូវបានរក្សាទុកពេលក្រោយពេលបំលែងទេអ្នកនរគ្នាអាចចុចប៊ូតុងនេះបានអញ្ចឹងអូយ៉ូរបស់អ្នកនរគ្នានឹងត្រូវលុបចោលហ្មងពេលដែលបំលែងទៅជាអក្សររួចចឹងអ្នកនរគ្នាលេងព្រួយបារម្ភថាត្រូវលេចធ្លាយអូយ៉ូនឹងអីទៀតហើយប៉ុន្តែបើសិនជាអ្នកនរគ្នាគិតថាសំឡេងរបស់អ្នកនរគ្នានឹងអាចរក្សាទុកបានព្រោះថាវាអត់សូវមានលក្ខណៈ sensitive អីមែនទេហើយអ្នកនរគ្នាចង់ជួយកែលម្អសំឡេងខ្មែរnênថាឲ្យយើង train model របស់យើងពួកយើងនឹងទៅតាមសំឡេងរបស់អ្នកនរគ្នាណាអ្នកនរគ្នាអាចចុចប៊ូតុងនឹងបានហើយវាកំណត់មកឲ្យថាបំលែង9នាទីហ្នឹងវាអស់ប្រហែល credit ចឹងណាចង់ចុចប៊ូតុងនឹងឲ្យអ្នកនរគ្នាធ្វើការរងចាំបន្តិចទៅអ្នកនរគ្នានឹងទទួលបាន
បំលែងការបំលែងពីសំឡេងទៅជាអក្សរហ្នឹងឯង ចឹងដូចកន្លែងនេះវាចេញមកកំណត់ថាការប៉ាន់ស្មានបំលែងទៅជាអក្សរហ្នឹងប្ររយៈពេលប៉ុន្មាននាទីដូចនេះប្ររយៈពេល4នាទីចឹងអ្នកនរគ្នាអាចចាំនៅនឹងក៏បានឬក៏អាចចេញពី website ហ្នឹងទៅធ្វើអីផ្សេងសិនក៏បានដែរហើយចាំពេលហើយចាំបើកមកមើលវិញមកសម្រាប់ទំហំហ្នឹងគឺក៏វាសម្រាប់ទំហំរបស់សំឡេងហ្នឹងក៏មានសារៈសំខាន់ដែរព្រោះថាបើសិនជាទំហំវាធំពេកចឹងវាត្រូវចំណាយពេលយូរដើម្បីបំលែងដែរចឹងករណីថាអ្នកនរគ្នាមានវីដេអូត្រូវអាប់ឡូតចូលហ្នឹងអ្នកនរគ្នាត្រូវ make sure ថាកន្លែងទំហំហ្នឹងវាអត់ធំពេកអត់ធំដល់លក្ខណៈ 1G 2G ហ្នឹងអាហ្នឹងវាធ្វើការបំលែងយូរហើយវាអាចនឹងមានការកកស្ទះទៀតព្រោះថាខាងនេះហ្នឹងគឺ support file ចឹងនេះគឺខ្ញុំទទួលបានហើយដែលដំបូងឡើយហ្នឹងគឺខ្ញុំទទួលបានអត្ថបទតាមសំឡេងដែលយើងមានបែងចែកជាតាម speaker ដែលស្ថិតនៅក្នុងនេះខ្ញុំមានអ្នកនិយាយតែម្នាក់ចឹងវាដាក់ speaker មកតែមួយទេចាំខ្ញុំសាកអ្នកនិយាយច្រើនអ្នកនរគ្នាលើកក្រោយទៀតហើយអ្នកនរគ្នាអាចដូរឈ្មោះបានថាឧទាហរណ៍ថាបើសិនជាមានមនុស្សប្រជុំ10នាក់ចឹងអ្នកនរគ្នាអាចដូរឈ្មោះទៅតាមហ្នឹងទៅដើម្បីកុំឲ្យដើម្បីយើងមើលមកវាស្រួលមើលដែរចឹងណាហើយនេះគឺយើងមានទៅតាម time stamp មួយថាកំឡុងនាទីទីប៉ុណ្នេះអ្នកនិយាយហ្នឹងគាត់និយាយអីខ្លះចឹងណាចឹងវាធ្វើឲ្យអ្នកនរគ្នាងាយស្រួលក្នុងការមើលទៅតាមនឹងដែរចឹងអាហ្នឹងគឺជាចឹងហ្នឹងគឺជាមុខងារចម្បងដែលអ្នកនរគ្នាចង់បានព្រោះថាការបំលែងពីសំឡេងទៅជាអក្សរហ្នឹងគឺយូរខ្លាំងមែនតើ